Daily Need សូមបង្ហាញអំពីការតុបតែងលម្អដោយរុក្ខជាតិស្រស់បំព្រងដែលមើលទៅហាក់ដូចជាពិសេសហើយជាក់ស្ដែងយើងអាចតុបតែងនៅក្នុងហាងកាហ្វេទីធ្លាមុខហាងទំនិញពិសេសណាមួយជាពិសេសនៅផ្ទះក៏បានបើសិនយើងនិយាយអំពីចំណុចតាក់ទាញបំផុតនោះគឺអឺ culture មួយដែលគេយកមកច្នៃជាទម្រសម្រាប់ដាក់ផ្កាជាច្រើនជាន់ដូច្នេះនៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីអត្ថប្រយោជន៍នៃអឺផ្កាក៏ដូចជារុក្ខជាតិតូចៗដែលបងប្អូននឹងឃើញដែលមានពណ៌ចម្រុះដែលធ្វើឲ្យមានការតាក់ទាញជាច្រើននៅក្នុងផ្នែកអឺដំបូងយើងឃើញថារុក្ខជាតិមានច្រើនពណ៌ជាមួយនឹងដើមឈើតូចៗជាធម្មតាគេអាចដាក់នៅខាងមុខផ្ទះខាងមុខហាងឬក៏មុខអាជីវកម្មផ្សេងៗដែលមើលទៅពណ៌ចម្រុះទាំងអស់នោះវាបង្កើតនៅបរិយាកាសធម្មជាតិនិងស្រស់ស្រាយនៅក្រោមដំបូលពិសេសដែលគេយល់ឃើញថាវាមានអត្ថប្រយោជន៍ជាច្រើនហើយសំណួរឃើញថាតើប្រចាំថ្ងៃដែលយើងត្រូវការនោះគឺផ្កានិងរុក្ខជាតិសម្រាប់អាជីវកម្មផ្ទះហើយនឹងហាងដូចម្តេចខ្លះជាក់ស្ដែងការដាក់តាំងរុក្ខជាតិមិនត្រឹមតែសម្រាប់ប្រទេសប៉ុន្តែវាអាចជួយនៅអត្ថប្រយោជន៍ជាច្រើនទី1សម្រាប់អាជីវកម្មហាងទំនិញទី2សម្រាប់លំនៅឋានហើយទី3នោះគឺអត្ថប្រយោជន៍ទូទៅដូច្នេះខ្ញុំសូមនិយាយអំពីអត្ថប្រយោជន៍សម្រាប់អាជីវកម្មនិងហាងទំនិញបាទចំណុចដំបូងគឺទាក់ទាញអតិថិជនបើយើងឃើញថាការតុបតែងបែបធម្មជាតិឬក៏អង់គ្លេសគេប្រើពាក្យថា biophilic design អាចធ្វើឲ្យហាងមើលទៅគឺគេចង់ចូលតែម្ដងមានភាពរស់រាយអតិថិជនតែងតែចំណាយពេលវេលាយូរនៅក្នុងហាងមួយដែលមានបរិយាកាសស្រស់បំព្រងចំណុចទី2គឺលើកតម្លៃផ្លាកយីហោរុក្ខជាតិបង្ហាញពីការយកចិត្តទុកដាក់និងភាពស៊ីវិល័យវាអាចជួយឲ្យហាងរបស់អ្នកមើលទៅមានលំដាប់មានផាសុកភាពចំណុចទី3នោះគឺបង្កើនប្រសិទ្ធភាពការងារសម្រាប់បុគ្គលិកពេលដែលយើងមានឃើញពណ៌បៃតងនោះគឺវាកាត់បន្ថយនូវភាពតានតឹងនៅក្នុងការងារដែលហៅថា stress អាចធ្វើឲ្យស្មារតីនៅក្នុងការងារបានល្អជាងមុនចំណុចទី2សម្រាប់ផ្កានិងរុក្ខជាតិមានអត្ថប្រយោជន៍សម្រាប់មូលដ្ឋាននោះគឺចំណុចទី1ចម្រោះខ្យល់អាកាសធាតុមានន័យថារុក្ខជាតិវាជួយបឺតស្រូបជាតិពុលនិងបញ្ចេញអុកស៊ីសែនបង្កើនខ្យល់បរិយាកាសក្នុងផ្ទះចំណុចទី2សុខភាពផ្លូវចិត្តការថែទាំរុក្ខជាតិជាវិធីកាត់បន្ថយភាពតានតឹងដ៏ល្អពណ៌បៃតងជួយភ្នែករបស់អ្នកសម្រាកនិងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ល្អចំណុចទី3កាត់បន្ថយសំឡេងរំខានស្លឹកឈើនិងរុក្ខជាតិជួយបឺតនិងស្រូបនៅសំឡេងរំខានពីខាងក្រៅដែលធ្វើឲ្យអ្នកកាន់តែមានភាពស្ងប់ស្ងាត់ហើយជាចុងបញ្ចប់នោះគឺអត្ថប្រយោជន៍ទូទៅសម្រាប់ផ្កានិងរុក្ខជាតិចំណុចដំបូងនោះគឺកាត់បន្ថយកម្ដៅហើយជាពិសេសវាអាចជួយឲ្យបញ្ចេញសំណើមផ្ដល់ជាម្លប់ហើយចំណុចពិសេសសោភ័ណភាពវាអាចជួយតុបតែងមិនឲ្យភ្នែករបស់យើងមានភាពស៊ាំហើយនឹងផ្ដល់ភាពរស់រវើកទៅដល់ទីកន្លែងដែលអ្នកធ្លាប់មើលទៅឃើញតែទេជាចុងបញ្ចប់បើសិនយើងយល់ឃើញថាផ្កាហើយនឹងរុក្ខជាតិមានតម្លៃសម្រាប់ការរស់នៅប្រចាំថ្ងៃបងប្អូនអាចសាកល្បងដាំជាលក្ខណៈរុក្ខជាតិព្យួរជារុក្ខជាតិមានជើងទម្រឬក៏រុក្ខជាតិដាក់លើដីដែលធ្វើឲ្យទីធ្លារបស់អ្នកមានភាពទាក់ទាញល្អបំផុតសូមអរគុណ